ជំរាបសួរមនុស្សស្មោះទាំងអស់គ្នាដែលនិយមទស្សនាវីដេអូសម្រាប់សាច់រឿងនៅថ្ងៃនេះដែរគឺយើងនឹងមកជួបគ្នាជាមួយនឹងរឿងថ្មី admin អ្នកសម្រាប់ដដែលតែរូបជា Strawberry ហើយរឿងដែល admin នឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះគឺមានចំណងជើងថាបងធំនៅសៀងហៃដែលដំណើរសាច់រឿងពាក់ព័ន្ធទៅនឹងរបបរស់នៅអំឡុងឆ្នាំ1913នៅទីក្រុងសៀងហៃហើយទីក្រុងសៀងហៃទាំងមូលនឹងគឺត្រូវគ្រប់គ្រងដោយលបងធំទាំង3នាក់ដែលមានឥទ្ធិពលស្ទើរតែពាសពេញទីក្រុងសៀងហៃទាំងមូលហើយនៅក្នុងសាច់រឿងមួយនេះក៏បានបង្ហាញពីប្រវត្តិសាស្ត្រចិនផងដែរពាក់ព័ន្ធទៅនឹងការចូលឈ្លានពានពីសំណាក់ប្រទេសជប៉ុនហើយចំណែកតួអង្គវិញមិនបាច់ admin និយាយទេអ្នកទាំងអស់គ្នាមើលតែ intro ទៅគឺដឹងហើយបើតាមការស្រាវជ្រាវរបស់ admin ទៅក៏ឃើញថារឿងនេះនឹងគឺវាក៏ដកស្រង់ចេញពីរឿងពិតជាក់ស្ដែងផងដែរគ្រាន់តែគេថែមថយសាច់រឿងឲ្យវាចេញទៅជាសាច់រឿងល្អមើលអញ្ចឹងណាបានន័យថានៅអំឡុងឆ្នាំហ្នឹងគឺពិតជាមានបងធំទាំង3មែនចាំ admin ដាក់រូបពួកគាត់ឲ្យមើលអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាអូមុននឹងចូលទៅកាន់សាច់រឿងកុំភ្លេចប៊ូតុង subscribe admin ម្នាក់មួយផងសូមតែប៉ុណ្្នឹងទេអូខេយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងនៅក្នុងឆ្នាំ1913នារីម្នាក់នេះគាត់មានឈ្មោះថាជីឈៀវដែលគាត់នឹងគឺពិតជាស្រឡាញ់នៅក្នុងវិស័យហ៊ីមែនតែនហើយគាត់ស្រឡាញ់ក្បាច់មួយគឺចូលចិត្តនៅក្នុងការត្រេះលំពេងអីចឹងណានៅពេលដែលហាត់សមនឹងក៏មានបរិសុទ្ធ2នាក់ដែលកំពុងតែលួចមើលនាងហាត់សមផងដែរហើយគាត់នឹងគឺមានឈ្មោះថាឆឹងតៃឈីកំពុងតែលួចមើលហើយញញឹមមិនដាសរសើរមិនដានឹងក៏ឪពុកគេបានមកដល់ហើយឪពុករបស់ជីឈៀវនឹងគឺមិនពេញចិត្តឲ្យនាងហាត់សមបែបនេះនោះទេដោយសារតែនៅសម័យនោះគឺគេមិនទាន់ឲ្យតម្លៃនារីអីខ្លាំងប៉ុន្មានទេដោយគេគិតថាកូនស្រីនឹងគឺត្រូវតែនៅផ្ទះដើម្បីធ្វើកិច្ចការផ្ទះនិងបម្រើប្តីមើលកូនអីជាដើមអញ្ចឹងហើយគាត់ក៏បានវាយកូនស្រីតែម្ដងហើយវាយមិនមានគិតថាកូនស្រីខ្លាចឈឺខ្លាចអីនោះទេគឺដាក់យកតែម្ដងហើយតៃឈីនៅខាងលើនឹងគឺពិតជាទ្រាំបាននោះទេក៏បានស្រែកប្រាប់គ្នារបស់គេម្នាក់ទៀតដែលកំពុងតែនៅជាមួយគេនឹងប្រាប់ថាឲ្យយកកំបិតមកឲ្យគេមកហើយយើងមិនដឹងថាតៃឈីនឹងគេចង់ធ្វើអីនោះទេហើយឪពុករបស់ជីឈៀវនឹងក៏ឲ្យនាងលុតជង្គង់នៅទីនេះដើម្បីពិចារណាកំហុសបន្ទាប់មកតៃឈីនឹងក៏បានចាត់ផ្លែសេរីមួយដើម្បីទៅលួងជីឈៀវចឹងបានន័យថាគេឲ្យមិត្តភ័ក្តិរបស់គេយកកំបិតមិញហ្នឹងគឺមិនមែនទៅធ្វើអីនោះទេគឺយកមកចាត់ផ្លែសេរីតែប៉ុណ្ណោះបន្ទាប់មកហ្នឹងពួកគេទាំងពីរក៏បានទៅសាសងគ្នានៅលើដំបូលផ្ទះមួយកន្លែងហើយតាមពិតទៅពួកគេទាំងពីរហ្នឹងគឺជាគូសង្សារនឹងគ្នាអញ្ចឹងហើយបានជាមុននឹងតៃឈីគេទៅលួងអញ្ចឹងណាបន្ទាប់មកនឹងជីឈៀវក៏បានប្រាប់ថាដោយសារតែលួចរៀននៅផ្ទះបែបនេះនឹងគឺតែងតែត្រូវឪពុកដឹងនិងវាយជានិច្ចដែលនាងគឺមានគម្រោងចង់ចាក់ចេញពីផ្ទះដើម្បីទៅរៀនហ៊ីនៅខាងក្រៅហើយក៏សម្រេចក្តីសម័យផងដែរតែក្តីសម័យរបស់គេនឹងគឺគេចង់ក្លាយទៅជាអ្នកលេងហ៊ីដ៏ល្បីល្បាញនៅក្នុងចំនួននឹងអញ្ចឹងណាហើយតៃឈីនឹងក៏បានលើកទឹកចិត្តគេផងដែរហើយតៃឈីក៏បានប្រាប់ថាបើសិនបើថ្ងៃណាមួយគេនៅទីនេះបានកសាងគេឈ្មោះក៏ដូចជារកស៊ីមានបានអញ្ចឹងទៅគេនឹងទៅទីនោះដើម្បីស្វែងរកនាងហើយពួកគេនឹងកសាងអនាគតជាមួយគ្នានិយាយបែបនេះចុះពួកគេក៏បានថើបគ្នាយ៉ាងផ្អែមល្ហែមនៅលើដំបូលផ្ទះហ្នឹងទៅហើយតៃឈីបច្ចុប្បន្ននេះគឺគេកំពុងតែធ្វើការនៅក្នុងហាងលក់ផ្លែឈើមួយកន្លែងហើយនៅថ្ងៃមួយហ្នឹងតកែហាងលក់ផ្លែឈើរបស់គេក៏បានហៅគេឲ្យទៅសម្លាប់មនុស្សម្នាក់ដោយសារតែតកែហាងផ្លែឈើនោះគឺរកឃើញថាប្រពន្ធរបស់ខ្លួនហ្នឹងគឺកំពុងតែមានសហាយជាមួយនឹងលោកមេកងម្នាក់ហើយតៃឈីនឹងគេមិនចង់ទៅនោះទេប៉ុន្តែដោយសារតែតកែចាប់អូសដៃទៅបាត់ទៅហើយតកែនឹងក៏បានបញ្ជាឲ្យតៃឈីនឹងទៅចាប់បរិសម្នាក់នឹងឲ្យជាប់ទៅទុកឲ្យតកែនឹងគឺជាអ្នកសម្លាប់បរិសម្នាក់នឹងដោយខ្លួនឯងហើយពេលដែលតៃឈីចូលទៅខាងក្នុងនឹងគឺត្រូវបានមេកងម្នាក់នោះដឹងមុនហើយក៏បានដកកំភ្លើងមកភ្ជង់គេឡើងជាប់តែម្ដងអញ្ចឹងហើយមេកងម្នាក់នោះក៏បានវាយតៃឈីធ្លាក់ពីលើដំបូលផ្ទះមកក៏ធ្វើឲ្យគេសន្លប់បាត់ទៅហើយនៅពេលដែលភ្ញាក់ឡើងមកវិញនឹងគឺឃើញថាខ្លួនឯងកំពុងតែនៅក្នុងគុកបាត់ទៅហើយនៅក្នុងគុកនោះដែរក៏មានបរិសម្នាក់ទៀតដែលកំពុងតែជាប់នៅខាងក្នុងគុកនឹងជាមួយគេផងដែរហើយតៃឈីនឹងក៏បានសួរទៅបរិសម្នាក់នោះថាហេតុអីបានជាគេមកនៅក្នុងគុកនេះហើយបរិសម្នាក់នោះក៏ប្រាប់តៃឈីថាតៃឈីនឹងគឺត្រូវបានគេចោទប្រកាន់ថាសម្លាប់តកែហាងផ្លែឈើហើយក៏លួចមានសហាយជាមួយប្រពន្ធគេអីចឹងទៅហើយតៃឈីនឹងក៏ខំបកស្រាយប្រាប់បរិសម្នាក់នោះវិញថាខ្លួនមិនបានធ្វើអញ្ចឹងទេជាក់ស្ដែងគឺលោកមេកងនោះទេដែលជាអ្នកមានសហាយជាមួយប្រពន្ធគេអីចឹងទៅហើយបរិសម្នាក់នោះក៏ថាបកស្រាយប្រាប់គេនឹងគឺគ្មានប្រយោជន៍នោះទេដោយសារតែពេលនេះនឹងគឺតៃឈីគឺត្រូវបានគេចោទប្រកាន់បែបនេះបាត់ទៅហើយណាមួយនឹងគេក៏កំពុងតែជាប់គុកជាមួយតៃឈីដូចគ្នានឹងហើយតៃឈីនឹងក៏ខំប្រឹងស្រែកឲ្យគេដោះលែងអីអញ្ចឹងទៅថាខ្លួនឯងនឹងគឺអយុត្តិធម៌អញ្ចឹងណាហើយបរិបទអ្នកនោះនឹងក៏បានប្រាប់តៃឈីវិញថាទោះបីជាស្រែកដល់ស្លាប់ទៀតនឹងក៏គ្មានអ្នកណាមកជួយគេដែរហើយតៃឈីនឹងក៏ឆ្ងល់ផងដែរថាបរិបទម្នាក់នេះនឹងហាក់បីដូចជាគ្មានភិតភ័យអីមិនតិចសោះអញ្ចឹងដែលជាប់គុកជាមួយគ្នាប៉ុន្តែគ្មានភ័យអីសោះហើយបរិបទអ្នកនោះក៏បានឆ្លើយយ៉ាងភាពមើងម៉ាត់មែនតែនដែលគាត់និយាយថាការស្លាប់រស់នឹងគឺវាស្ថិតនៅលើខ្លួនឯងនោះទេគាត់មិនឲ្យអ្នកណាមកកំណត់ឲ្យគាត់ស្លាប់ឬក៏រស់នោះឡើយហើយគាត់នឹង
នឹងក៏ហ៊ានធានាថាតៃឈីនឹងគឺមិនស្លាប់ទេនឹងរួចខ្លួនជាមួយនឹងគាត់ឲ្យតែតៃឈីនឹងស្ដាប់នឹងធ្វើតាមគាត់អញ្ចឹងណាហើយតៃឈីនឹងហាក់បីដូចជាមិនសូវជឿនោះទេកំពុងនិយាយនឹងបរិមម្នាក់នោះក៏បានប្រាប់ឲ្យតៃឈីនឹងចូលទៅមកខាងទៅដោយសារតែគ្នារបស់គេនឹងគឺកំពុងតែមកជួយហើយក្រុមដែលហាយគុកមកសង្គ្រោះបរិមម្នាក់នោះនឹងគឺពិតជាសាហាវមែនទែនបានដាក់គ្រាប់បែកបំផ្ទុះគុកតែម្ដងហើយពួកនឹងក៏បន្តបាញ់អ្នកយាមគុកនឹងឡើងស្លាប់គ្មានសល់ម្នាក់នោះទេបន្ទាប់មកនឹងក៏មកជំរះបញ្ជីជាមួយនឹងមេកងម្នាក់ដែលបានចាប់ពួកគេមកទីនេះហើយមេកងម្នាក់នោះគឺជាមេកងម្នាក់ដែលមានសហាយជាមួយនឹងប្រពន្ធគេនឹងឯងហើយគេចាប់បរិសដែលហាយគុកមកទីនេះនឹងគឺគេមិនដឹងថាបរិសម្នាក់នោះជាអ្នកណានោះទេហើយបរិសម្នាក់នោះក៏បានហឹកកំភ្លើងទៅឲ្យតៃឈីដើម្បីសងសឹកជាមួយនឹងមេកងនឹងតែម្ដងដែលលួចមានសហាយជាមួយនឹងប្រពន្ធថកែរបស់គេហើយបែរជាចោទគេដើម្បីចាប់គេដាក់គុកចឹងណាដំបូងឡើយតៃឈីគឺគេមិនហ៊ាននោះទេដោយសារតែគេមិនដែលសម្លាប់មនុស្សឡើយហើយបរិមម្នាក់នោះនឹងក៏បានបង្រៀនតៃឈីថាបើមិនសម្លាប់គេនឹងគឺត្រូវគេសម្លាប់វិញហើយសម្លាប់មនុស្សលើកទី1គឺវាពិបាកបន្តិចប៉ុន្តែយូរទៅគឺនឹងស៊ាំហើយនិយាយបែបហ្នឹងហើយតៃឈីគឺនៅតែមិនព្រមសម្លាប់មនុស្សទៀតអញ្ចឹងហើយបរិមម្នាក់នោះក៏យកកំភ្លើងមកភ្ជង់ក្បាលតៃឈីតែម្ដងថាបើមិនសម្លាប់មេកងម្នាក់ហ្នឹងទេនឹងគេនឹងបាញ់បំបីក្បាលតៃឈីតែម្ដងដោយសារតែតៃឈីនឹងក៏ខឹងគុំគួនអារឿងគេចោទប្រកាន់គាត់ផងដែរហើយគប់សំនឹងពេលនេះគាត់គ្មានជំរឿអីក្រៅពីសម្លាប់មេកងម្នាក់ហ្នឹងទេចឹងហើយគាត់ក៏បាញ់មួយគ្រាប់ចំក្បាលមេកងនឹងសម្លាប់ចោលតែម្ដងបន្ទាប់ពីសម្លាប់មេកងម្នាក់នោះហើយតៃឈីក៏បានដឹងពីសមាជិកភាពរបស់បរិសម្នាក់នោះដែលគាត់នឹងគឺមានឈ្មោះថាម៉ៅចៃហើយគាត់នឹងគឺជាទាហានផងដែរហើយមិនមែនទាហានតូចតាចទេគឺជាមេទាហានតែម្ដងដែលគាត់នឹងគឺមានឋានៈធំជាងមេកងអំបញ្ញមិញនោះទៅទៀតចឹងហើយបានជាកូនចៅរបស់គាត់នឹងមកដាក់គ្រាប់បែកបំផ្ទុះហាយគុកបានយ៉ាងងាយស្រួលមែនតើបន្ទាប់ពីតៃឈីចេញពីគុកមកវិញក៏បានទទួលដំណឹងថាមិត្តស្រីរបស់គេនឹងគឺបានចាកចេញពីទីនេះហើយដែលនាងបានធ្វើដំណើរទៅកន្លែងផ្សេងមួយទៀតដោយដែលបានគ្រោងទុកនឹងដើម្បីទៅហាត់រៀនសម្ដែងហ៊ីប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនឹងគឺពួកគេមិនបានជួបមុខគ្នានិងលាគ្នានោះទេដោយសារតែតៃឈីគឺមានបញ្ហាបែបហ្នឹងប៉ុន្តែជីឈៀវនឹងក៏បានទុករូបថតមួយសន្លឹកឲ្យតៃឈីហើយក៏បានសរសេរនៅការផ្ដាំផ្ញើមួយចំនួនផងដែរបន្ទាប់មកតៃឈីជាមួយនឹងមិត្តភក្តិសម្លាញ់របស់គេនឹងក៏បានធ្វើដំណើរមកទីក្រុងសៀងហៃដើម្បីរកស៊ីចូលមកដល់ទីក្រុងសៀងហៃនឹងពួកគេឃើញភ្លើងពណ៌គឺពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែនហើយក៏មាននារីបារាំងមួយចំនួននឹងបានឲ្យភ្នែកនឹងញញឹមដាក់ពួកគេផងដែរដើរមកដល់អគារមួយដែលល្បីជាងគេនៅចំនួននោះដែលមានឈ្មោះថា The Grand សៀងហៃតៃឈីនឹងក៏បានបង្ហាញពីមហិច្ឆតារបស់គេថាថ្ងៃមួយគេនឹងរកស៊ីឲ្យមានបានហើយនឹងចូលទៅអគារនឹងហើយចូលពីលើអក្សរទាំង3នឹងឲ្យទាល់តែបានបន្ទាប់មកសាច់រឿងក៏បានកាត់ទៅដល់ឆ្នាំ1937ហើយបរិមម្នាក់នេះគាត់មានឈ្មោះថាថកែហុងហើយគាត់នឹងក៏ជាបងធំម្នាក់នៅទីក្រុងសៀងហៃផងដែរពេលនេះគាត់កំពុងតែរៀបចំខួបកំណើតរបស់គាត់ហើយខួបកំណើតរបស់គាត់នឹងគឺពិតជាអធិកអធមខ្លាំងមែនទែនដែលមានការចូលរួមពីសំណាក់ថកែជាច្រើនម្ចាស់ពាណិជ្ជកម្មរួមជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាច្រើនអ្នកផងដែរហើយបរិសអាវសម្នាក់នេះនឹងគឺជាតៃឈីនឹងឯងដែលគាត់នឹងក៏មកចូលរួមពិធីខួបកំណើតរបស់ថកែហុងផងដែរមកដល់ភ្លាមនឹងតៃឈីក៏បានរត់ជង្គង់អោនគោរពហើយក៏បានហៅតកែហុងថាលោកគ្រូហើយតៃឈីនឹងក៏បានមកជាមួយនឹងកាដូរូបព្រះដើម្បីជូនសុខសប្បាយទៅតកែហុងអញ្ចឹងណាហើយតកែហុងនឹងគឺពិតជាពេញចិត្តនឹងអំណោយរបស់តៃឈីមែនទែនបន្ទាប់មកនឹងក៏មានវត្តមានបរិសម្នាក់ក៏បានដើរចូលមកទីនេះហើយគាត់នឹងគឺមានឈ្មោះថាម៉ៅចៃយើងបានឃើញពីដើមរឿងហើយម៉ៅចៃមកទីនេះនឹងគឺគ្មានការអញ្ជើញពីតកែហុងនោះទេមកដល់ភ្លាមនឹងគេក៏បាននិយាយជាមួយតកែហុងថាអ្នកមានអំណាចនៅសៀងហៃទាំងអស់គឺតកែហុងអញ្ជើញមកខួបកំណើតអាយុ60ឆ្នាំទាំងអស់ប៉ុន្តែចំណែកគេនឹងគឺគ្មានការអញ្ជើញនោះទេអញ្ចឹងហើយមានតែធ្វើមុខក្រាស់មកចូលរួមអីអញ្ចឹងទៅហើយតកែហុងនឹងដោយសារតែមិនចង់ឲ្យមានរឿងក៏ធ្វើជារាក់ទាក់ជាមួយនឹងម៉ៅចៃទៅបន្ទាប់មកពួកគេក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ហើយពួកគេទាំង3នេះហើយគឺជាអ្នកដែលមានឥទ្ធិពលជាងគេនៅទីក្រុងសៀងហៃនៅចំនួនហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅថាដោយរូបថតដែល admin បានដាក់នៅខាងដើមវីដេអូដែរឬអត់បន្ទាប់មកនឹងពួកគេក៏បានមើលការសម្ដែងហ៊ីជុំគ្នាហើយអ្នកសម្ដែងហ៊ីនឹងក៏បានឲ្យភ្នែកឲ្យចំោះមកកាន់តកែហុងផងដែរឃើញដូច្នេះហើយប្រពន្ធរបស់តកែហុងនឹងក៏មិនសប្បាយចិត្តនោះដែរដោយសារតែតកែហុងគាត់គឺជាមនុស្សដែលចូលចិត្តស្រីមែនទែនឃើញដូច្នេះតៃឈីក៏ទៅលួងបងស្រីប៉ុន្តែបងស្រីក៏បានប្រាប់វិញថាបើសិនជានៅទីនេះមិនមានវត្តមានគាត់នោះទេតកែហុងប្រកាសជាសប្បាយចិត្តហើយទោះបីជាគាត់មិននៅទីនេះពិតមែនប៉ុន្តែគាត់នៅតែផ្ដាំឲ្យតៃឈីនឹងមើលថែតកែហុងផងកុំឲ្យគាត់ផឹកស្រាច្រើនពេកនៅពេលដែលចាប់កម្មវិធីត្រឡប់ទៅផ្ទះវិញនឹងគាត់ក៏បានជួបជាមួយនឹងអតីតមិត្តស្រីរបស់គាត់គឺជឿឈៀវប៉ុន្តែពេលនេះជឿឈៀវគឺមានគ្រួសារថ្មីបាត់ទៅហើយអញ្ចឹងហើយពេលដែលជាចន្ទាយន្តជាមួយគ្នានឹងពួកគេក៏មិនបានធ្វើស្គាល់គ្នាអីនោះដែរហើយនៅពេលដែលទៅដល់ផ្ទះវិញនឹងប្តីរបស់ជីឈៀវក៏បានសួរនាងផងដែរថាមានស្គាល់បុរសនៅក្នុងចន្ទាយន្តមុននេះដែរទេដោយសារតែឃើញកែវភ្នែករបស់ពួកគេមើលគ្នាយ៉ាងចម្លែកហើយជីឈៀវនឹងក៏បានប្រាប់វិញថានាងមិនស្គាល់គ្នានោះទេហើយប្តីរបស់នាងនឹងក៏បានប្រាប់ថាមិនស្គាល់គឺល្អហើយដោយសារតែតៃឈីនឹងគឺជាជនពានៅទីក្រុងសៀងហៃប៉ុន្តែគាត់ក៏បាននិយាយបន្ថែមទៀតថាដោយសារតែឃើញតៃឈីនឹងសម្លឹងមកប្រពន្ធរបស់គាត់នឹងគឺដូចជាចម្លែកខ្លាំងណាស់
ចឹងបានន័យថាប្តីរបស់គាត់នឹងក៏មានការសង្ស័យបន្តិចបន្តួចផងដែររវាងទំនាក់ទំនងរបស់អ្នកទាំងពីរបន្ទាប់មកនឹងជីឈៀវក៏បានអង្គុយនៅក្នុងបន្ទប់ទឹករំលឹកអតីតកាលបន្តិចដែលពួកគេបានសាសងគ្នានៅលើដំបូលផ្ទះអញ្ចឹងណាហើយសាច់រឿងបន្ទាប់ក៏បានស្រមៃឲ្យយើងឃើញអំពីទស្សនវិជ្ជានៅក្នុងឆ្នាំ1914នារីម្នាក់នេះគាត់មានឈ្មោះថាប៉ៅហើយគាត់គឺជាអ្នកសម្ដែងនិងជាអ្នកច្រៀងនៅទីសាធារណៈហើយក៏មានអ្នកមើលនិងគាំទ្រនាងជាច្រើនផងដែរបន្ទាប់មកនឹងក៏មានបរិសម្នាក់ចង់មកអង្គុយទស្សនានៅកៅអីខាងមុខប៉ុន្តែក៏មានអាអូនតូចម្នាក់នឹងក៏បានប្រាប់បរិសនឹងវិញថាកៅអីនេះគឺបានគេកក់រួចទៅហើយបន្ទាប់មកតៃឈីនិងមិត្តភ័ក្តិរបស់គេក៏បានមកដល់ទីនេះហើយអូនតូចម្នាក់នឹងក៏បានប្រាប់ថាបងស្រីប៉ៅនឹងគឺទុកកៅអីនឹងឲ្យអ្នកទាំងពីរកំពុងតែអង្គុយមើលសុកនឹងក៏មានបរិសម្នាក់ទៀតដើរមកទីនេះអង្គុយជាមួយគេដែលគាត់នឹងគឺមានឈ្មោះថាលីងហួយហើយគាត់នឹងក៏បានមកសួរថាអ្នកណាគេមានឈ្មោះតៃឈីហើយតៃឈីនឹងក៏គ្មានញញើតអីដែរក៏បានប្រាប់គេទៅវិញថាគេនឹងគឺឈ្មោះតៃឈីមានការអីរកគេមែនអញ្ចឹងណាហើយលៀងហួយនឹងក៏បាននិយាយថាដោយសារតែគេនឹងគឺទទួលការងារមួយដើម្បីសម្លាប់មនុស្សម្នាក់ប៉ុន្តែតៃឈីនឹងគឺបានទៅសម្លាប់អប៉ែនឹងមុនគេបាត់ទៅហើយអញ្ចឹងហើយកាត់មុខកាត់មាត់គេអញ្ចឹងណាហើយតៃឈីនឹងក៏ប្រាប់ទៅវិញថាបើសិនជាចង់មានការងារធ្វើមិនបាច់ទៅរកឯណានោះទេមកចូលរួមវាយគ្នាជាមួយគេមកដោយសារតែបន្តិចទៀតនឹងគឺក្រុមរបស់គេនឹងវាយជាមួយនឹងក្រុមម្ខាងទៀតកំពុងតែនិយាយសុកនឹងក៏មានអប៉ែអាវខ្មៅមុននឹងបានទៅលូកលាន់នារីសម្ដែងម្នាក់នឹងអញ្ចឹងហើយតៃឈីគឺមិនទុកអប៉ែនឹងនោះទេក៏បានយកកៅអីវាយអប៉ែនឹងវាយតែម្ដងអប៉ែនឹងក៏បានរត់បាត់ទៅបន្ទាប់មកនឹងតៃឈីក៏បានប្រាប់នារីដែលមានឈ្មោះថាប៉ៅនឹងជាមួយនឹងក្រុមគ្រួសារថាឲ្យរើចេញពីទីនេះទៅដោយសារតែបន្តិចទៀតនឹងមានការវាយគ្នាជាទ្រង់ទ្រាយធំតែម្ដងបន្តិចក្រោយមកនឹងក៏មានក្រុមបងធំមួយក្រុមទៀតមកដល់ទីនេះហើយក៏បានប្រាប់ឲ្យពួកគេនឹងចាក់ចេញទៅបើសិនជាមិនចង់ឈឺសាច់ទេហើយក៏ត្រូវបកគោលទឹកដីទីនេះនឹងទៅឲ្យពួកគេផងដែរអញ្ចឹងហើយមិនចាំយូរទេពួកគេទាំងពីរក្រុមនឹងក៏បានបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវតែម្ដងហើយក្រុមរបស់តៃឈីនឹងគឺកាន់សតែកបិតគ្រប់ដៃហើយក្រុមម្ខាងទៀតនឹងគឺមានបំពង់ឫស្សីជាមួយនឹងអាប្រដាប់គេចាក់តកកនឹងឯងកំពុងតែប្រយុទ្ធគ្នានឹងលៀងហួយក៏ត្រូវបានគេឡោមព័ទ្ធឡើងជាប់ហើយក៏ត្រូវបានវាយគេឡើងដួលផងដែរឃើញដូច្នេះតៃឈីក៏បានទៅជួយសង្គ្រោះលៀងហួយបន្ទាប់ពីជួយសង្គ្រោះលៀងហួយរួចហើយតៃឈីនឹងក៏បានទៅប្រយុទ្ធជាមួយនឹងមេក្រុមម្ខាងទៀតហើយក៏បានកាប់អប៉ែនោះបានត្រូវមួយកំបិតផងដែរហើយនឹងរៀបសម្លាប់ចោលតែម្ដងប៉ុន្តែភ្លាមនោះនឹងវត្តមានរបស់តកែហុងក៏បានមកដល់ទីនេះបន្ទាប់មកនឹងតកែហុងក៏បានហៅមេក្រុមទាំងពីរមកហើយក៏បានទះម្នាក់មួយកំភ្លៀងតែម្ដងតកែហុងនឹងក៏បានប្រាប់ពួកគេទាំងអស់នឹងថាទឹកដីនេះគឺគ្មានជារបស់អ្នកណាទាំងអស់នឹងគឺជារបស់តកែហុងតែម្នាក់គត់ហើយលៀងហួយនឹងដោយសារតែគេមិនមែនជាអ្នកស្រុកនឹងអញ្ចឹងហើយគេក៏សួរទៅកាន់តៃឈីថាតើអប៉ែម៉ាប់នឹងគឺជាអ្នកណាដែលបានជាកេងកាងយ៉ាងនេះតៃឈីនឹងក៏បានប្រាប់លៀងហួយថាតកែហុងនឹងគាត់គឺជាបងធំនៅទីនេះហើយគាត់នឹងក៏មានតួនាទីជាប៉ូលីសរបស់ក្រុមបារាំងផងដែរមិនថាលុយអំណាចនិងកូនចៅគឺតកែហុងគាត់មានទាំងអស់ចឹងហើយគ្មានអ្នកណាគេហ៊ានជាមួយតកែហុងទេហើយដូចរឿងថ្ងៃនេះចឹងតកែហុងស្រែកតែពីរម៉ាត់នឹងក៏ធ្វើឲ្យពួកគេបែកជួរអស់ទៅហើយតៃឈីនឹងក៏បាននិយាយថាបើថ្ងៃណាមួយបានខ្លាចជាកូនចៅនឹងដើរជាមួយតកែហុងប្រកាសជាមានអនាគតភ្លឺស្វាងតែម្ដងបន្ទាប់ពីពួកនឹងបានបំបែកជួរតកែហុងក៏បានងាកទៅមើលមុខរបស់តៃឈីហើយតៃឈីនឹងក៏បានអោនមុខបន្តិចបង្ហាញការគោរពទៅកាន់តកែហុងផងដែរសាច់រឿងបន្ទាប់នឹងក៏បានបង្ហាញថាពេលនេះនឹងតៃឈីគឺបានខ្លាចទៅជាកូនសិស្សរបស់តកែហុងហើយតៃឈីនឹងគឺជាសិស្សដំបូងរបស់តកែហុងតែម្ដងដោយសារតែតកែហុងគឺមិនដែលទទួលសិស្សណានោះទេបន្ទាប់មកនឹងតកែហុងក៏បានបកគោលទឹកដីមួយចំនួនឲ្យតៃឈីមើលការខុសត្រូវហើយទឹកដីដែលតៃឈីបានគ្រប់គ្រងនឹងគឺគេតែងតែចេញច្បាប់មួយចំនួនដូចជាមិនឲ្យរកស៊ីផ្លូវភេទមិនឲ្យលេងល្បែងខុសច្បាប់និងមិនឲ្យលក់គ្រឿងញៀនជាដើមហើយកន្លែងណាដែលរឹងទទឹងមិនព្រមគោរពតាមច្បាប់របស់គេនឹងគឺគេនឹងកំចាត់ចោលតែម្ដងពីមួយថ្ងៃទៅមួយថ្ងៃកូនចៅរបស់តៃឈីនឹងគឺកាន់តែច្រើនទៅហើយទឹកដីនឹងក៏ធំផងដែរបន្ទាប់មកនឹងតៃឈីនិងនារីសម្ដែងតាមផ្លូវដែលមានឈ្មោះថាប៉ៅនឹងក៏បានស្រឡាញ់គ្នាកាត់មកដល់សាច់រឿងនៅក្នុងឆ្នាំ1937វិញនៅពេលដែលជីឈៀវកំពុងតែធ្វើដំណើរតាមផ្លូវនឹងក៏មានគិតកោមួយក្រុមកំពុងតែដេញសម្លាប់នាងហើយពេលនោះផងដែរក៏មានបុរសម្នាក់ចេញមកជួយការពារជីឈៀវហើយបុរសម្នាក់នោះនឹងគឺគ្មានអ្នកណាក្រៅពីចំណិតរបស់តៃឈីនោះទេគឺលៀងហួយហើយលៀងហួយនឹងគឺពិតជាសាហាវខ្លាំងមែនតែម្នាក់ឯងនោះទេប៉ុន្តែសេរីពួកឃាតករនោះដួលអស់ទៅបន្ទាប់ពីសម្លាប់ឃាតករនោះអស់ហើយនឹងលៀងហួយក៏បានប្រាប់ទៅកាន់ជីឈៀវថាគេនឹងគឺទទួលបញ្ជាពីតៃឈីមកជួយការពារនាងបន្ទាប់មកតៃឈីក៏ទទួលបានការណាត់ជួបមួយពីសំណាក់មេតបធំរបស់ប្រទេសជប៉ុនដែលមានឈ្មោះថានីស៊ីណូលោកនីស៊ីណូគាត់ចង់សហការជាមួយនឹងតៃឈីដោយសារតែឥទ្ធិពលរបស់តៃឈីនៅសៀងហៃនឹងគឺប្រកាសជាពួកគេអាចរកលុយបានទាំងអស់គ្នាច្រើនខ្លាំងណាស់ប៉ុន្តែតៃឈីនឹងមិនបានធ្វើតាមសំណើរបស់លោកនីស៊ីណូទេហើយគាត់នឹងក៏បានប្រាប់ទៅវិញថាទោះបីជាមានផលប្រយោជន៍យ៉ាងណាក៏ដោយក៏គាត់មិនអាចធ្វើរឿងដែលក្បត់នឹងជាតិខ្លួនឯងបានដែរ
ដោយសារតែចរចាមិនត្រូវគ្នាលោក Nishino ក៏បានប្រើប្រាស់ពាក្យសម្ដីយ៉ាងគំរាមកំហែងថាកងទ័ពជប៉ុនរបស់ពួកគេនឹងគឺមានគ្នាច្រើនណាស់គេប្រើពេលតែ3ថ្ងៃតែប៉ុណ្ណោះគឺអាចវាយចូលមកកាន់កាប់ទឹកដីទីនេះបានហើយទោះបីជាត្រូវលោក Nishino គំរាមយ៉ាងនេះក៏តៃឈីនឹងគឺគ្មានញញើតអីបន្តិចដែរហើយគាត់នឹងក៏បាននិយាយយ៉ាងម៉ឺងម៉ាត់ទៅវិញថាទោះបីជាជប៉ុនមានកងទ័ពច្រើនមែនប៉ុន្តែពេលនេះនឹងគឺពួកគេមានគ្នាតែ3នាក់តែប៉ុណ្ណោះហើយកងទ័ពដែលពួកគេនិយាយថាច្រើននឹងក៏មិនប្រកាសថាអាចនៅរស់បានយូរដែរហើយចុងក្រោយនឹងតៃឈីក៏បានប្រាប់ថាគេដើរមកដល់ពេលនេះនឹងគឺគ្មានអ្វីដែលគេមិនធ្លាប់ជួបនោះទេនិយាយប៉ុណ្នេះហើយតៃឈីក៏បានដើរចេញទៅហើយពេលដែលកំពុងតែចាក់ចេញនឹងក៏មានការចៃដន្យតៃឈីក៏បានជួបជាមួយនឹងជីឈៀវហើយជីឈៀវនឹងក៏បានអរគុណទៅកាន់តៃឈីដែលបានឲ្យលៀងហួយនឹងមកជួយគេកាលពីថ្ងៃមុនតៃឈីក៏បានប្រាប់ទៅកាន់ជីឈៀវតាមពិតទៅឃាតករទាំងអស់នោះគឺមិនមែនចង់សម្លាប់ជីឈៀវនោះទេប៉ុន្តែគឺដោយសារតែប្តីរបស់នាងដែលមានឈ្មោះថាឈិនចៃមីនឹងគាត់គឺមិនមែនជាអ្នករកស៊ីធម្មតានោះទេហើយគាត់នឹងគឺប្រហែលជាអ្នកយកការឲ្យបាក់ដតីផងដែរពេលលើដូច្នេះនឹងជីឈៀវក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែគេមិនដែលគិតអំពីរឿងនេះនោះទេហើយចុងក្រោយនឹងជីឈៀវក៏បានសុំឲ្យតៃឈីនឹងគឺលាក់បាំងនៅប្រវត្តិរបស់ពួកគេទាំងពីរដោយសារតែគេមិនចង់ឲ្យប្តីរបស់គេដឹងរឿងនោះទេពេលលើជីឈៀវនិយាយដូច្នេះតៃឈីនឹងក៏ខំចាក់បណ្ដោយតែម្ដងថាខ្លួនឯងជាមួយនឹងជីឈៀវនឹងគឺមិនដែលស្គាល់គ្នានោះទេអញ្ចឹងហើយគឺគ្មានប្រវត្តិអីជាមួយគ្នានោះទេបន្ទាប់មកសាច់រឿងក៏បានកាត់ទៅឆ្នាំ1915វិញបន្ទាប់ពីត្រូវបានតកែហុងទទួលធ្វើជាកូនសិស្សទី1ហើយតែឈីនឹងក៏ចាប់ផ្ដើមមានមុខមានមាត់និងមានមុខរបររកស៊ីត្រឹមត្រូវហើយគេនឹងក៏បានទៅរកជីឈៀវនៅប៉ៃភីងតាមការសន្យារបស់ពួកគេនៅលើដំបូលផ្ទះកាលពីមុនកំពុងតែនិយាយគ្នាយ៉ាងផ្អែមល្ហែមនឹងក៏មានក្រុមឃាតករមួយក្រុមមកសម្លាប់ពួកគេនៅទីនេះហើយយើងមិនដឹងថាពួកនឹងមកពីណានោះទេដោយសារតែសត្រូវរបស់តៃឈីនឹងគឺពិតជាមានច្រើនខ្លាំងមែនទែនព្រោះគេគឺជាបងធំម្នាក់ដែរប៉ុន្តែពួកឃាតករទាំងនោះនឹងមិនអាចធ្វើឲ្យពួកគេបានទេដោយសារតែតៃឈីជាមួយនឹងលៀងហួយនឹងគឺសិតតែជាអ្នកខ្លាំងចឹងហើយពួកគេទាំងពីរនឹងក៏បានបាញ់សម្លាប់ឃាតករទាំងអស់នោះស្លាប់អស់ទៅប៉ុន្តែក្រោយមកនឹងក៏នៅសល់ឃាតករម្នាក់ទៀតក៏បានចាប់ជីឈៀវធ្វើជាចំណាត់ខ្មាំងដើម្បីឲ្យពួកគេទាំងពីរចោះចាញ់ហើយតៃឈីនឹងក៏បានដាក់កំភ្លើងចោះហើយឃាតករនឹងក៏បានបាញ់មួយគ្រាប់មកចំតៃឈីហើយតៃឈីនឹងក៏បានបាញ់មួយគ្រាប់ទៅវិញប៉ុន្តែមួយគ្រាប់ដែលបាញ់ចេញនឹងគឺចំក្បាលឃាតករនោះតែម្ដងដោយសារតែមានរឿងនេះកើតឡើងជីឈៀវគឺរងការភិតភ័យខ្លាំងមែនទែនទោះបីជាតៃឈីខំបកស្រាយបែបណាក៏ជីឈៀវមិនស្ដាប់នោះដែរដោយសារតែជីឈៀវនឹងគិតថាតៃឈីនឹងគឺជាក្រុមបងធំសង្គមងងឹតចឹងហើយជីវិតរបស់ពួកគេនឹងគឺផុយស្រួយខ្លាំងណាស់ហើយជីឈៀវនឹងក៏បានទុកសម្បត្តិមួយច្បាប់ឲ្យតៃឈីក៏បានប្រាប់ថាពួកគេនឹងគឺគួរតែចែកផ្លូវគ្នាទៅដោយសារតែពួកគេនឹងហាក់បីដូចជារស់នៅពិភពពីរផ្សេងគ្នាមិនអាចរស់នៅជាមួយគ្នាបានទេហើយដោយសារតែជីឈៀវនឹងគឺជាអ្នកលេងហ៊ីដ៏ល្បីល្បាញនៃចំនួនហ្នឹងអញ្ចឹងហើយការរៀបការរបស់នាងនឹងក៏បានចុះកាសែតហើយតៃឈីនឹងក៏បានមើលឃើញផងដែរអូអ្នកទាំងអស់គ្នាមានចង់ប្រាប់ថារឿងនេះនឹងគឺគេមានការ flashback ទៅមកពីឆ្នាំ1913ទៅឆ្នាំ1937អីចឹងទៅអញ្ចឹងហើយអត់មានចង់ឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់នៅក្នុងរឿងនេះបន្តិចសាច់រឿងបន្ទាប់ក៏និយាយអំពីតៃឈីជាមួយនឹងប្រពន្ធរបស់តកែហុងនិងក្រុមបងប្អូនទាំងអស់នឹងគឺកំពុងតែរងវិធីសាស្ត្រនៅក្នុងការជួយតកែហុងមកវិញហើយមូលហេតុដែលតកែហុងត្រូវបានគេចាប់ខ្លួននឹងគឺពាក់ព័ន្ធទៅនឹងរឿងស្រីដែលថ្ងៃមួយនឹងនារីម្នាក់ដែលជាស្រីរបស់តកែហុងនឹងកំពុងតែទិញគ្រឿងអលង្ការនៅក្នុងហាងមួយប៉ុន្តែក៏ត្រូវបានបុរសម្នាក់ទៀតនឹងមកដើម្បីញ៉ែញងហើយក៏ដូចជាអូកាឡាជាមួយនឹងនារីម្នាក់នោះចឹងហើយតកែហុងក៏បានមានចំនួនជាមួយបុរសម្នាក់នោះហើយក៏បានវាយគេផងដែរបន្ទាប់មកនឹងនៅពេលដែលតកែហុងកំពុងតែគេងជាមួយនឹងស្រីស្នេហ៍របស់គាត់នឹងក៏មានទាហានមួយក្រុមមកឡោមព័ទ្ធគាត់ដល់លើគ្រែតែម្ដងហើយបរមអ្នកនោះគឺជាអ្នកដែលតកែហុងបានវាយគេនឹងឯងហើយគេនឹងក៏ជាកូនប្រុសរបស់ឧត្តមសេនីយ៍ម្នាក់ផងដែរបន្ទាប់មកតៃឈីជាមួយនឹងប្រពន្ធរបស់តកែហុងនឹងក៏បានទទួលដំណឹងថាតកែហុងគឺត្រូវបានកូនរបស់វីរៈសេនីយ៍ម្នាក់ចាប់ខ្លួនហើយតៃឈីនិងលៀងហួយនឹងក៏បានមកទីនេះដើម្បីចរចាជាមួយនឹងកូនវីរៈសេនីយ៍ម្នាក់នោះហើយគេនឹងក៏បានបញ្ជាឲ្យកូនចៅរបស់គេបានបោះអំបែងដបឡើងពេញនឹងហើយក៏បានបង្ខំឲ្យតៃឈីនឹងលុតជង្គង់វាមករកគេដើម្បីចរចាផងដែរហើយលៀងហួយនឹងក៏ចង់លុតជង្គង់ជំនួសតៃឈីប៉ុន្តែក៏ត្រូវបានកូនវីរៈសេនីយ៍នោះបាញ់មួយគ្រាប់ដែលគេនឹងគឺចង់ឲ្យតៃឈីជាអ្នកលុតជង្គង់មិនមែនចង់ឲ្យលៀងហួយជាអ្នកលុតជង្គង់នោះទេហើយតៃឈីនឹងគឺពិតជាចិត្តសឿងមែនតែនដោយសារតែចង់ឲ្យគេដោះលែងលោកគ្រូអញ្ចឹងហើយក៏សុខចិត្តលុតជង្គង់វាឡើងឈាមពេញនឹងតែម្ដងបន្ទាប់មកនឹងកូនវីរៈសេនីយ៍នោះក៏បានដាក់លក្ខខណ្ឌមួយចំនួនឲ្យតៃឈីផងដែរបើសិនបើតៃឈីយល់ព្រមទើបគេដោះលែងតកែហុងហើយលក្ខខណ្ឌទាំងអស់នោះនឹងមិនត្រឹមតែតៃឈីយល់ព្រមនោះទេគេក៏បានថែមមួយចំនួនឲ្យទៀតផងហើយគេនឹងក៏ចង់ឲ្យឪពុករបស់វីរៈសេនីយ៍នោះគឺចូលហ៊ុនជាមួយនឹងក្រុមហ៊ុនរបស់តកែហុងផងដែរដោយសារតែតកែហុងនឹងគាត់ក៏មានភាគហ៊ុននៅក្នុងធនាគារមួយដ៏ធំមែនទែននៅទីក្រុងសៀងហៃអញ្ចឹងហើយពួកគេក៏អាចប្រែក្លាយពីសត្រូវទៅធ្វើជាមិត្តជាមួយគ្នានិងជាដៃគូរកស៊ីអីអញ្ចឹងទៅតៃឈីនឹងគឺពិតជាប៉ាកែមែនទែនមិនត្រឹមតែប៉ាកែវាយគ្នានោះទេសូម្បីតែគូក្បាលរកស៊ីនឹងក៏ឆ្លាតផងដែរអញ្ចឹងហើយវីរៈសេនីយ៍ម្នាក់នោះក៏បានព្រមព្រៀងចូលហ៊ុនរកស៊ីជាមួយនឹងតកែហុងតែម្ដងអញ្ចឹងបានន័យថាឥឡូវនឹងគឺ
គឺពីសត្រូវខ្លាយទៅជាមិត្តខ្លាយទៅជាដៃគូរកស៊ីជាមួយគ្នាតែម្ដងហើយពេលដែលចរចាជាមួយវីរៈសេនីនោះមកចាយក៏មានវត្តមាននៅទីនោះផងដែរដោយសារតែមកចាយនឹងក៏ជាកូនចៅរបស់វីរៈសេនីនឹងដូចគ្នាបន្ទាប់មកនឹងពួកគេទាំងពីរក៏បានមករំលឹកអនុស្សាវរីយ៍អីចឹងទៅដែលពីមុនពួកគេធ្លាប់ជាប់គុកហើយធ្លាប់រត់ជាមួយគ្នាអញ្ចឹងណាហើយមកចាយនឹងក៏បានរំលឹកតៃជីផងដែរថាជីវិតរបស់គេនឹងគឺគុំតែមកចាយជួយទេក៏មិនបានឡើងដល់ទីនេះនោះទេចឹងហើយទៅថ្ងៃមុខគឺតៃជីនឹងគឺនៅតែជំពាក់គុណរបស់គេអញ្ចឹងណាហើយចុងក្រោយនឹងមកចាយក៏បានប្រាប់ពីអាកំបាំងមួយថាគិតកោដែលទៅសម្លាប់ពួកគេនៅព្រះវិហារកាលពីលើកមុននឹងគឺមកចាយជាអ្នកចាត់ទៅដូចយើងដឹងអញ្ចឹងដោយសារតែប្តីរបស់ជីឈៀវនឹងគឺជាពួកក្រុមយកការអញ្ចឹងហើយមកចាយគឺមិនទុកជីវិតឲ្យគេនោះទេក៏លេចមកមើលតកែហុងពេលនេះនៅពេលដែលតៃជីបានជួយសង្គ្រោះគាត់អញ្ចឹងហើយតកែហុងក៏សម្រេចចិត្តដុតกระดาษសារជាថ្មីដែលតៃជីនឹងគឺមិនមែនជាកូនសិស្សគាត់ទៀតទេគឺជាបងប្អូនរបស់គាត់តែម្ដងហើយសាច់រឿងនឹងក៏បានបង្ហាញពីតៃជីដែលបានផ្លាស់ប្ដូររូបរាងនៅក្នុងឆ្នាំ1937នឹងដែលពេលនេះគាត់គឺមានកូនចៅច្រើនខ្លាំងមែនទែនហើយក៏មានអំណាចធំផងដែរបន្ទាប់មកសាច់រឿងក៏បានឆ្លុះបញ្ចាំងនៅក្នុងឆ្នាំ1937ដែលពេលនេះនឹងពួកគេទាំង3នាក់នឹងគឺកំពុងតែញ៉ាំអាហារជាមួយគ្នាហើយឆ្លៀតពេលនោះផងដែរនឹងមកចាយក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាពេលនេះនឹងគឺពួកជប៉ុនគឺចាប់ផ្ដើមនឹងចិត្តវាយមកកាន់ប្រទេសរបស់ពួកគេទៀតហើយអញ្ចឹងហើយពេលនេះគេសង្ឃឹមថាអ្នកមានអំណាចនៅសៀងហៃទាំងអស់ហើយជាពិសេសអ្នកទាំងពីរដែលមានអំណាចជាងគេនឹងចូលរួមគាំទ្រជាមួយនឹងខាងទាហានដើម្បីប្រយុទ្ធជាមួយនឹងពួកជប៉ុនមកចាយនឹងក៏ចង់ឲ្យបងធំទាំងពីរឲ្យកូនចៅទៅពួកគេចំនួន10000នាក់ដើម្បីប្រយុទ្ធជាមួយនឹងទ័ពជប៉ុនប៉ុន្តែតៃឈីនឹងមិនយល់ព្រមនោះទេក៏បានប្រាប់ហេតុផលមួយចំនួនទៅកាន់មកចាយវិញថាបងប្អូនរបស់ពួកគេមានគ្នាច្រើនមែនប៉ុន្តែមិនមែនជាអ្នកហាត់ទ័ពនោះទេអញ្ចឹងហើយបើសិនបើឲ្យពួកគេទៅច្បាំងជាមួយនឹងទ័ពទាហាននឹងគឺដូចជាយកពងមាន់ទៅជល់នឹងថ្មអញ្ចឹងហើយតៃឈីនឹងក៏បានសន្យាជាមួយនឹងមកចាយថាគេរួមជាមួយនឹងតកែហុងនឹងជួយយន្តហោះចម្បាំងចំនួន2គ្រឿងដើម្បីជួយរដ្ឋាភិបាលប្រឆាំងជាមួយនឹងពួកជប៉ុនអញ្ចឹងហើយពួកគេទាំង3នឹងក៏បានឯកភាពនៅគំនិតមួយនឹងបន្ទាប់មកខាងរដ្ឋាភិបាលក៏បានរៀបចំឲ្យមកចាយនឹងធ្វើជាអ្នកតំណាងដើម្បីទទួលយន្តហោះចម្បាំង2គ្រឿងដែលបានឧបត្ថម្ភពីតកែហុងជាមួយនឹងតៃឈីបន្ទាប់មកនៅថ្ងៃទី13ខែសីហាឆ្នាំ1937កងទ័ពជប៉ុនបានបើកការវាយប្រហារទ្រង់ទ្រាយធំតែម្ដងមកកាន់ទីក្រុងសៀងហៃដោយប្រើប្រាស់ជាមួយនឹងយន្តហោះចម្បាំងរាប់រយតែម្ដងហើយក៏បានទម្លាក់គ្រាប់បែកស្ទើរតែពាសពេញទីក្រុងនៅពេលដែលកំពុងវឹកវរឆិនចៃមីដែលជាប្តីរបស់ជីឈៀវនឹងក៏បានដុតกระดาษមួយចំនួនហើយនៅពេលដែលជីឈៀវបានឃើញกระดาษទាំងនោះក៏មានឈ្មោះមួយចំនួនដែលជប៉ុននឹងចាប់ខ្លួនផងដែរដែលនៅក្នុងនោះនឹងក៏មានឈ្មោះតៃឈីដូចគ្នាឃើញដូច្នេះនាងក៏បញ្ញាប់ទូរស័ព្ទទៅឲ្យតៃឈីដើម្បីឲ្យប្រយ័ត្នខ្លួនដោយសារតែពួកជប៉ុននឹងគឺសម្ដៅមករកគេហើយកំពុងតែនិយាយទូរស័ព្ទនឹងប្តីរបស់នាងក៏បានមកកាត់ចង្វាក់ហើយក៏បានចាប់ឲ្យជីឈៀវចេញពីទីនេះទៅចំណែកឯតៃឈីវិញនៅពេលដែលកំពុងតែរៀបចាក់ចេញពីធនាគារក៏ត្រូវបានពួកឃាតករមួយក្រុមមកដើម្បីសម្លាប់គេផងដែរប៉ុន្តែពួកនោះក៏ត្រូវបានតៃឈីនិងកូនចៅបាញ់សម្លាប់ចោលអស់ទៅបន្ទាប់ពីសម្លាប់ពួកនោះហើយតៃឈីក៏បានឃើញជីឈៀវនឹងកំពុងតែរត់ហើយស្ថានភាពពេលនោះនឹងគឺរញ៉េរញ៉ៃខ្លាំងមែនទែនដោយសារតែកំពុងតែមានការវាយប្រហារពីសំណាក់ទ័ពជប៉ុនផងដែរហើយមនុស្សកំពុងតែរត់រញ៉េរញ៉ៃខ្លាំងមែនទែនមិនដឹងថាអ្នកណាជាអ្នកណានោះទេតៃឈីនឹងក៏បានរត់ដេញតាមជីឈៀវដើម្បីជួយសង្គ្រោះនាងចៃដន្យនឹងយន្តហោះក៏បានទម្លាក់គ្រាប់បែកនៅក្បែរកន្លែងរបស់ពួកគេនឹងហើយតៃឈីនឹងក៏បានជឿចិត្តខ្លាំងមែនទែនដោយសារតែគេគិតថាជីឈៀវនឹងគឺបានស្លាប់បាត់ទៅហើយប៉ុន្តែជីឈៀវនឹងគឺមិនទាន់ស្លាប់នោះទេដោយសារតែនាងគឺឈរនៅខាងក្រោយតៃឈីនឹងឯងហើយតៃឈីក៏បានរត់ទៅអោបជីឈៀវនៅពេលនោះទៅអញ្ចឹងបានន័យថាតៃឈីនឹងគឺនៅតែមានចិត្តស្រឡាញ់ចំពោះជីឈៀវដដែលនោះទេដែលពួកគេរៀបនឹងថាបគ្នាហើយប្តីរបស់ជីឈៀវនឹងក៏បានមកដល់ទីនេះផងដែរនៅពេលដែលស្ថានភាពស្ងប់ស្ងាត់ទៅវិញចិនចៃមីដែលជាប្តីរបស់ជីឈៀវនឹងក៏បានអរគុណមកកាន់តៃឈីដែលបានជួយសង្គ្រោះជីវិតពូនគេបន្ទាប់មកតៃឈីក៏បានទៅរកមកចាយហើយប្រាប់ថាពួកគេនឹងគឺចង់ចាក់ចេញពីទីក្រុងសៀងហៃប៉ុន្តែចំនួនដែលត្រូវចាក់ចេញនឹងមានរហូតដល់4នាក់ហើយមកចាយនឹងក៏បានប្រាប់ទៅកាន់តៃឈីថាយន្តហោះចម្បាំងដែលគេជួយនឹងគឺគេគួរតែដឹងខ្លួនឯងហើយថាអាចជិះបានតែ3នាក់តែប៉ុណ្ណោះគឺ pilot ម្នាក់ហើយនឹងអ្នកអង្គុយក្រោយតែ2នាក់តែប៉ុណ្ណោះមិនអាចជិះ4នាក់បានទេអញ្ចឹងហើយដោយសារតែមានការដិតដាមនិងស្រឡាញ់ចំពោះជីឈៀវតៃឈីក៏សម្រេចចិត្តឲ្យជីឈៀវនិងប្តីរបស់គេនឹងចាក់ចេញតែ2នាក់តែប៉ុណ្ណោះបន្ទាប់ពីពួកគេបានចាក់ចេញលីងហុយនឹងក៏បានសួរទៅកាន់តៃឈីថាពិតជាមិនចាក់ចេញមែនទេតៃឈីនឹងក៏បានប្រាប់ថាពួកគេនឹងនៅទីនេះដើម្បីបដូរជាមួយនឹងពួកជប៉ុនតែម្ដងហើយគេក៏មានគម្រោងនៅក្នុងការចាត់ការផងដែរអញ្ចឹងហើយលីងហុយក៏បានឲ្យកាំបិតរបស់គេដែលគេហៅថាជាកាំបិតនាំសំណាងដែលនៅជាមួយគេរាប់ឆ្នាំហើយនឹងឲ្យទៅកាន់តៃឈីដើម្បីការពារខ្លួននៅក្នុងពេលចាំបាច់អញ្ចឹងណានៅថ្ងៃទី15ខែសីហាឆ្នាំ1937តៃឈីកំពុងតែមើលព័ត៌មានដែលបានចុះផ្សាយអំពីកងទ័ពជប៉ុនដែលបានបញ្ឈប់ការវាយលុកហើយកំពុងតែធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលចិនដើម្បីបែងចែកកន្លែងឈរជើងកាន់កាប់រវាងដែនទឹកនិងដែនគោកហើយសរុបមកនឹងសៀងហៃក៏ត្រូវបានធ្លាក់នៅក្នុងអាណានិគមរបស់ប្រទេសជប៉ុនទោះបីជាមិនមានសង្គ្រាមបន្តទៅ
ទៀតប៉ុន្តែប្រទេសជប៉ុនហ្នឹងគឺនៅតែគៀបសង្កត់មកកាន់ប្រទេសចិនដដែលសាច់រឿងបន្ទាប់ក៏បានកាត់ទៅដល់3ឆ្នាំក្រោយគឺនៅឆ្នាំ1940មកចាយគឺបានចោះចូលជាមួយនឹងប្រទេសជប៉ុនហើយក្បត់ជាមួយនឹងរដ្ឋាភិបាលចិនខ្លួនឯងអញ្ចឹងណាហើយទូនីតិចវាយក្រុងថ្មីរបស់សៀងហៃហ្នឹងគឺធ្លាក់ទៅលើបុរសម្នាក់ដែលជាកូនវីរៈសេនីយ៍ហើយធ្លាប់មានបញ្ហាជាមួយតកែហុងហ្នឹងដែលគេហ្នឹងគឺបានសម្លាប់ឪពុកខ្លួនឯងដើម្បីឡើងកាន់កាប់តំណែងមួយហ្នឹងអញ្ចឹងណាហើយតំណែងមួយហ្នឹងគឺត្រូវបានប្រគល់ឲ្យដោយពួកជប៉ុនហ្នឹងឯងចំពោះទ្រព្យសម្បត្តិអំណាចរបស់តកែហុងវិញគឺត្រូវបានគេរឹបអូសអស់ហើយសូម្បីតែផ្ទះរបស់គាត់ហ្នឹងក៏គេយកមកធ្វើជាស្នាក់ការផងដែរតកែហុងដោយសារតែឈឺចិត្តខ្លាំងពេកក៏ធ្វើឲ្យគាត់សន្លប់បាត់បង់ស្មារតីបាត់ទៅបន្ទាប់ពីដឹងខ្លួនមកវិញតកែហុងគឺមិនដូចមុននោះទេដែលគាត់នឹងគឺបានបាត់បង់ស្មារតីអត់ទៅហើយគឺគាត់នឹងគឺដូចជាមនុស្សរុក្ខជាតិអញ្ចឹងគឺអង្គុយថ្មឹងអញ្ចឹងណាហើយលោកមេតបនីស៊ីណូនឹងក៏បានឲ្យកូនចៅយកតកែហុងទៅឲ្យឆ្កែស៊ីតែម្ដងទៅដោយសារតែគ្មានប្រយោជន៍អីទៀតទេប៉ុន្តែមកចៅនឹងក៏និយាយថាចង់ទុកតកែហុងសិនក្រែងលោកអាចគម្រាមទៅដល់តៃឈីបានអញ្ចឹងណាហើយនៅពេលដែលតៃឈីត្រឡប់មកដល់សៀងហៃវិញពួកគេក៏បានបង្ខំឲ្យតៃឈីនឹងធ្វើជាចៅហ្វាយក្រុងសៀងហៃវិញហើយមិនត្រឹមតែប៉ុណ្ណោះទេក៏បានដណ្ដើមប្រពន្ធតៃឈីទៅធ្វើជាប្រពន្ធរបស់ខ្លួនឯងផងដែរហើយលៀងហួយដែលជាកូនចៅចំណិតរបស់តៃឈីនឹងក៏ដើរតាមគេដែរបន្ទាប់មកនឹងតៃឈីក៏បានទៅចាប់ដៃជាមួយនឹងម៉ៅចៃហើយក៏បានសម្លឹងទៅកាន់មុខអ្នកស្រីប៉ៅដែលជាអតីតប្រពន្ធរបស់គាត់នឹងហើយយើងមិនដឹងថាពួកគាត់នឹងគឺមានគម្រោងអ្វីជាមួយគ្នានោះទេហើយម៉ៅចៃនឹងក៏បានប្រាប់តៃឈីថាបើមានពេលទំនេរនឹងកុំភ្លេចទៅសួរសុខទុក្ខតកែហុងផងតៃឈីនឹងក៏បានប្រាប់ថាដោយសារតែគេទៅមកដល់ទីនេះគឺមានកិច្ចការរវល់មិនទាន់បានទៅនោះទេប៉ុន្តែកុំភ្លេចថាមនុស្សដែលគេគោរពជាងគេនឹងគឺជាអ្នកគ្រូនិងលោកគ្រូរបស់គេនឹងឯងសារនេះគឺចង់ប្រាប់ទៅកាន់ម៉ៅចៃកុំឲ្យធ្វើឲ្យប្រទេសផ្ដាស់អញ្ចឹងណាហើយតៃឈីក៏បានប្រាប់ថាថ្ងៃស្អែកនឹងគឺគេនឹងរៀបចំកម្មវិធីសម្ដែងហ៊ីមួយដើម្បីប្រមូលលុយពីសប្បុរសធម៌ដើម្បីទៅជួយកុមារកំព្រានិងប្រជាជនខ្វះខាតអីជាដើមចឹងហើយកុំភ្លេចអញ្ជើញលោកមេតបនីស៊ីរ៉ូមកចូលរួមផងសាច់រឿងបន្ទាប់ក៏បង្ហាញអំពីកន្លែងឃុំឃាំងរបស់តបជប៉ុនហើយទីនេះគឺជាកន្លែងឃុំឃាំងនិងធ្វើទារុណកម្មក្រុមដែលចង់ធ្វើការបះបោរជាមួយនឹងរដ្ឋាភិបាលជប៉ុនហើយឆិនចៃមីដែលជាប្តីរបស់ជីឈៀវនឹងក៏នៅទីនេះផងដែរដែលគឺត្រូវបានគេចាប់ខ្លួនរួមជាមួយនឹងប្រពន្ធរបស់តកែហុងនឹងក៏ត្រូវបានឃុំឃាំងនៅទីនេះដូចគ្នាបន្ទាប់មកក៏ដល់ថ្ងៃសម្ដែងហ៊ីដើម្បីយកថវិកាជូនដល់កុមារកំព្រានៅទីក្រុងសៀងហៃហើយអ្នកដែលឧបត្ថម្ភនិងផ្ដួចផ្ដើមកម្មវិធីនេះឡើងនឹងគឺឆឹងតៃឈីអំឡុងពេលដែលពួកគេកំពុងតែសម្ដែងហ៊ីនឹងម៉ៅចៃក៏បានប្រាប់ទៅកាន់មេតបនីស៊ីរ៉ូថាបើសិនបើគាត់ពេញចិត្តជីឈៀវយប់នេះគេនឹងឲ្យជីឈៀវទៅកំដរលោកមេតបតែម្ដងហើយម៉ៅចៃមិនដឹងថាគេគិតអីនោះទេគេដូចជាមានអារម្មណ៍ថាមិនទុកចិត្តជាមួយនឹងតៃឈីហើយគេនឹងក៏បានប្រាក់ឲ្យលៀងហួយទៅឃ្លាំមើលចៅហ្វាយចាស់របស់គេតៃឈីនិងលៀងហួយហើយជាមួយនឹងក្រុមពួកគេនឹងក៏បានជម្លៀសខ្លួនចេញពីទីនេះហើយម៉ៅចៃនឹងគឺតែងតែងាកមកមើលតៃឈីរហូតប៉ុន្តែគេមិនដឹងទេថាអ្នកអង្គុយនៅទីនេះគឺមិនមែនជាតៃឈីទៀតទេហើយតៃឈីនិងបពុរបស់គេជាច្រើននឹងក៏បានមករួមក្រោមដីដែលពួកគេបានរៀបចំដើម្បីកំចាត់មូលដ្ឋានទ័ពរបស់ប្រទេសជប៉ុនហើយពួកគេក៏បានរៀបចំក្របបែកដើម្បីបំផ្ទុះគំទេចទីនេះចោលផងដែរហើយនឹងធ្វើការប្រយុទ្ធបាញ់សម្លាប់ជាមួយនឹងទ័ពជប៉ុនដោយសារតែនេះគឺជាឱកាសល្អដែលមេទ័ពជប៉ុនគឺមិននៅទីនេះនោះទេដោយសារតែពួកគេកំពុងតែមើលការសម្ដែងហ៊ីឯណោះហើយតៃឈីនឹងក៏បានឃើញថាអ្នកគ្រូរបស់ខ្លួននឹងគឺត្រូវបានគេឃុំឃាំងនៅទីនេះផងដែរប៉ុន្តែវាយឺតពេកទៅហើយមិនអាចជួយសង្គ្រោះអ្នកគ្រូរបស់ខ្លួនឯងបានទេដោយសារតែគាត់ត្រូវបានគេឃុំឃាំងនៅទីនេះយូរពេកហើយក៏ត្រូវបានគេបង្អត់អាហារផងដែរអញ្ចឹងហើយគាត់ក៏បានស្លាប់នៅពេលនោះទៅហើយពេលនេះតៃឈីនិងលៀងហួយនឹងគឺកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងទ័ពជប៉ុនខ្លាំងមែនទែនអញ្ចឹងយើងបានដឹងកាន់តែច្បាស់ហើយថាលៀងហួយនឹងគឺមិនដែលក្បត់តៃឈីនោះទេអ្វីដែលគេទៅចោះចូលជាមួយនឹងម៉ៅចៃនឹងគឺជាគម្រោងការតែប៉ុណ្ណោះនៅពេលដែលប្រយុទ្ធជាមួយនឹងទ័ពជប៉ុននឹងលៀងហួយក៏ត្រូវបានគេបាញ់ចំជើងមួយគ្រាប់ហើយលៀងហួយនឹងក៏បានរុញតៃឈីចូលមករួមក្រោមដីមួយហើយនៅក្នុងខ្លួនរបស់លៀងហួយនឹងគឺគាត់ពាក់សុទ្ធតែគ្រាប់បែកទាំងអស់អញ្ចឹងហើយគេក៏បានធ្វើការលះបង់ជីវិតរបស់ខ្លួនឯងដើម្បីស្លាប់ជាមួយនឹងទ័ពជប៉ុនទាំងអស់គ្នាតែម្ដងនៅពេលដែលឃើញគ្រាប់បែកនៅរួមក្រោមដីផ្ទុះកូនចៅរបស់តៃឈីនៅខាងលើនឹងក៏បានចុចគ្រាប់បែកមួយទៀតដើម្បីឲ្យទុះនៅខាងលើដូចគ្នាចំណែកម៉ៅចៃនៅឯរោងសម្ដែងហ៊ីឯនេះវិញក៏គេមិនទុកចិត្តនោះទេដែលគេនឹងគឺចង់ឡើងទៅមើលតៃឈីនៅខាងលើហើយអ្នកស្រីប៉ៅនឹងក៏ចង់ខាត់គេផងដែរប៉ុន្តែគេមិនស្ដាប់នោះទេនៅពេលដែលម៉ៅចៃឡើងទៅដល់ខាងលើនឹងក៏ឃើញថាតៃឈីនឹងគឺនៅអង្គុយទស្សនាហ៊ីធម្មតាពេលឡើងទៅដល់នឹងមិនឃើញមានអ្វីប្រែប្រួលនោះទេប៉ុន្តែម៉ៅចៃនឹងក៏មិនឃើញលៀងហួយហើយក៏បានសួរថាលៀងហួយទៅណាតៃឈីនឹងក៏បានប្រាប់ថាគេមិនដឹងថាលៀងហួយទៅណាទេប៉ុន្តែប្រហែលជាគេទៅកន្លែងដែលគេចង់ទៅពេលដែលម៉ៅចៃរៀបនឹងដើរចេញតៃឈីក៏បានប្រាប់ថាគេមានរឿងចង់និយាយជាមួយនឹងម៉ៅចៃហើយគេនឹងក៏ឲ្យកូនចៅទាំងពីរចេញទៅនៅពេលដែលចូលមកដល់ខាងក្នុងតៃឈីក៏បានបោះកន្សែងសមួយដែលជាសញ្ញាឲ្យទៅកាន់ជីឈៀវដើម្បីអនុវត្តតាមផែនការដែលពួកគេបានរៀបចំហើយតៃឈីនឹងក៏បានប្រាប់ទៅកាន់ម៉ៅចៃថាអ្នកគ្រូរបស់គេនឹងផ្ដាំសួរសុខទុក្ខផងដែរនៅពេលដែលឮដូច្នេះម៉ៅចៃក៏បានរៀបដកកំភ្លើងមកបាញ់សម្លាប់តៃឈីហើយពួកគេនឹងក៏បានប្រតែបន្តគ្នានៅខាងលើនឹងទៅហើយជីឈៀវសម្ដែងនៅខាងក្រោមវិញនៅពេលដែលឃើញសញ្ញារបស់តៃឈីនាងក៏បានប្រើស្នៀតប្រចាំតកោរបស់នាងនឹងគឺទាត់លំពេងមួយហើយក៏តម្រង់លំពេងនោះមកសម្លាប់លោកមេតបនីស៊ីរ៉ូចោលតែម្ដងដូច្នេះហើយការប្រយុទ្ធទ្រង់ទ្រាយធំនឹងក៏ចាប់ផ្ដើមកើតឡើងរវាងកងទ័ពជប៉ុនជាមួយនឹងក្រុមបះបោរដែលដឹកនាំដោយតៃឈីហើយកូនរបស់វីរៈសេនីយ៍ដែលគេបានចោះចូលជាមួយនឹងកងទ័ពជប៉ុននឹងក៏ត្រូវបានតៃឈីបាញ់សម្លាប់ចោលផងដែរបន្ទាប់មកតៃឈីក៏បានតាមរកម៉ៅចៃដើម្បីកំចាត់គេប៉ុន្តែចូលមកដល់ខាងក្នុងនឹងក៏ឃើញថាម៉ៅចៃគឺបានចាប់ជីឈៀវបាត់ទៅហើយម៉ៅចៃនឹងក៏បានឲ្យតៃឈីដាក់កំភ្លើងចោះហើយទាត់កំភ្លើងមកឲ្យ
គេបើមិនចឹងទេគេនឹងសម្លាប់ជឺឈៀវហើយនៅពេលនោះលោកស្រីប៉ៅដែលជាអតីតប្រពន្ធរបស់តៃឈៀវនឹងក៏បានចេញមកហើយបាញ់មួយគ្រាប់ទៅកាន់ម៉ៅចាយប៉ុន្តែក៏ត្រូវបានម៉ៅចាយនឹងបាញ់នាងមួយគ្រាប់ដូចគ្នាឆ្លៀតពេលនោះតៃឈីក៏បានចាក់ម៉ៅចាយមួយកំបិតហើយកំបិតនឹងគឺជាកំបិតនាំសំណាងដែលលៀងហួយបានបកគលមកឲ្យតៃឈីកាលពីមុនចំណែកឯលោកស្រីប៉ៅដែលត្រូវម៉ៅចាយបាញ់មួយគ្រាប់គឺរៀបនឹងដៃខ្យល់ស្លាប់ទៅហើយមុននឹងស្លាប់នឹងនាងក៏បានប្រាប់ទៅកាន់តៃឈីថាទោះជាយ៉ាងណាក៏ដោយនាងគឺនៅតែជាមនុស្សស្រីរបស់តៃឈីតែម្នាក់គត់ហើយម៉ៅចាយដែលត្រូវមួយកំបិតចំដើមទ្រូងនឹងគឺមិនទាន់ស្លាប់នោះទេអញ្ចឹងហើយតៃឈីក៏បានទៅបង្ហើយជីវិតគេតែម្ដងគ្រាប់កំភ្លើងមានប៉ុន្មាននឹងគឺបាញ់ទៅទាំងអស់បន្ទាប់មកតៃឈីក៏បានបីសាកសពប្រពន្ធរបស់ខ្លួននឹងចាក់ចេញពីទីនេះហើយនៅពេលដែលចាក់ចេញនឹងក៏ត្រូវបានកងទ័ពជប៉ុនឡោមព័ទ្ធពួកគេជាប់ហើយកងទ័ពជប៉ុនក៏ប្រាប់ពួកគេថាបើសិនបើព្រមចោះចាញ់នឹងទុកជីវិតឲ្យអញ្ចឹងណាប៉ុន្តែតៃឈីនិងមិត្តសម្លាញ់របស់គេនឹងគឺមិនខ្វល់នោះទេអញ្ចឹងហើយពួកគេក៏ចូលទៅក្នុងឡានហើយធ្វើដោយធម្មតាអញ្ចឹងហើយកងទ័ពជប៉ុនដែលបានឡោមព័ទ្ធពួកគេទាំងអស់នឹងក៏បានបាញ់សម្រុកមកក្នុងឡានទាំងអស់តែម្ដងហើយមិនបាច់អេដមីនប្រាប់ថាតៃឈីនឹងរស់ឬក៏ស្លាប់នោះទេមើលតែការបាញ់ប៉ុណ្ណេះទៅគឺដឹងហើយបើសិនជានៅរស់ទៀតនឹងគឺចម្លែកខ្លាំងមែនតែនហើយអញ្ចឹងហើយសាច់រឿងក៏បានចប់ត្រឹមប៉ុណ្នេះហើយរឿងនេះនឹងគឺគ្មានអ្នកណានៅរស់នោះទេបើយើងមើលទៅនឹងគឺនៅរស់តែទ័ពជប៉ុនទេក្រៅពីនឹងគឺស្លាប់ទាំងអស់អញ្ចឹងសាច់រឿងមួយនេះសម្រាប់អេដមីនគឺពិតជាល្អមើលខ្លាំងមែនតែនហើយអេដមីនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿងនេះអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like comment ហើយជាពិសេសនឹងកុំភ្លេច subscribe ឲ្យអេដមីនម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាមនុស្សស្មោះទាំងអស់គ្នាបាយបាយ